Bạn đang chẳng số sợi này từng ngọc ní chẳng vừa mà chụp ní xa chỉ thay bằng tiết cho mùi năng mê riêng thay bạn đang chẳng cứ dương cho đó mê riêng tí bồng bay bạn chẳng mê riêng tí bồng bay bao dương cứ dương thôi ca như vậy bị tại tôi cho mùi khá khá chụp khóa chín cu bạn chẳng tại tôi cho mùi năng cừu xá hay năng cừu xá cho mùi một phèo bao dương tới chẳng cứ hủy tí muối cứ dương riêng bị khá chụp bạn chẳng dương riêng bị គ្រួសារការចូលនេះគ្រួសារគឺមានន័យថារចនាសម្ព័ន្ធរបស់គ្រួសាររបស់យើងអញ្ចឹងណាអញ្ចឹងដំបូងយើងរៀនពាក្យសិនអញ្ចឹង irim ជាមួយនឹង songham គឺមានន័យថាឈ្មោះដូចគ្នាបាទប៉ុន្តែគ្រាន់ថា irim គឺយើងប្រើជាទូទៅប៉ុន្តែ songham នេះគឺយើងប្រើក្នុងលក្ខណៈជា form ផ្លូវការនៅក្នុងការសរសេរឯកសារអញ្ចឹងណាអញ្ចឹង chip ហើយជាមួយនឹង text ដូចគ្នាដែរអញ្ចឹងគឺស្មើគ្នាបាទគឺមានន័យដូចគ្នាហើយ nai ជាមួយនឹង yonse គឺដូចគ្នាបាទប៉ុន្តែគាត់ថានៅខាងស្ដាំនេះគឺគេប្រើលក្ខណៈថាយើងលក្ខណៈបែបផ្លូវការបាទអញ្ចឹងគឺអនៅខាងស្ដាំនេះដូចគ្នាគឺពាក្យ ita ជាមួយនឹង kesida បាទអញ្ចឹងគឺពាក្យពីរនេះគឺដូចគ្នាបាទបកថាមានបាទបកថាមានឬមួយគឺជានៅអញ្ចឹងណាបាទហ្នឹងហើយពាក្យ mokta ជាមួយនឹងឆាប់ស៊ូស៊ីដាជាមួយនឹងធឺស៊ីដាបាទអញ្ចឹងគឺដូចគ្នាទេបាទជាពាក្យឆាដាជូមូស៊ីដាបាទដូចគ្នាទេបាទអញ្ចឹងពាក្យម៉ាល់ហាដាម៉ាស៊ឹមហាស៊ីដាអញ្ចឹងគឺដូចគ្នាទេបាទពាក្យអាភឺដាពាក្យផ្យុនឆានឺស៊ីដាបាទអញ្ចឹងគឺដូចគ្នាទេបាទអញ្ចឹងគឺមានន័យថាគ្រាន់តែនៅខាងស្ដាំនេះបាទអញ្ចឹងនៅខាងស្ដាំនេះគឺពាក្យគេប្រើទម្រង់គួសមទម្រង់បែបគួសមបាទហ្នឹងហើយអញ្ចឹងជាទូទៅយើងដឹងទៅខាងឆ្វេងនេះក៏អត់អីដែរបាទអញ្ចឹងធម្មតាបើសិនណាបើយើងសម័យមើលគឺពាក្យអាប៉ជីអញ្ចឹងគឺអាប៉ជីជាមួយនឹងអម៉នីអញ្ចឹងបាទហ្នឹងហើយអញ្ចឹងគឺមានន័យថាម៉េចគាត់ជាអាប៉ជីអញ្ចឹងគេប្រើពាក្យអាប៉ាក៏បានគេប្រើពាក្យអម៉ាក៏បានគឺមានន័យថាឪពុកឡើយនេះគាត់ជាម្ដាយអញ្ចឹងជាទូទៅគឺឪពុកម្ដាយគឺយើងប្រើពាក្យ phumonim គឺឪពុកម្ដាយប៉ុន្តែអបើសិនណាជាឪពុករបស់ឪពុកម្ដាយយើងទៀតអញ្ចឹងគេប្រើពាក្យបើសិនណាក្នុងនាមយើងជាកូនប្រុសបាទអញ្ចឹងគឺពាក្យណាំចាគឺយើងក្នុងនាមជាកូនប្រុសគឺយើងហៅគាត់តានិងយាយអញ្ចឹង harapochi បាទយើងប្រើពាក្យ harapochi ហើយដល់ពេលយាយគឺប្រើពាក្យ halmoni បាទហ្នឹងហើយអញ្ចឹងបើសិនណាបើខាងប្រុសគាត់មានបងប្រុសអញ្ចឹងគឺយើងប្រើពាក្យhyung យើងប្រើពាក្យ hyung ប៉ុន្តែបើមានបងស្រីគឺយើងប្រើពាក្យ nuna ហ្នឹងហើយប៉ុន្តែក្នុងករណីបើកូនស្រីបាទអញ្ចឹងកូនស្រីយកចាគឺយើងត្រូវប្រើពាក្យហៅបងប្រុសគឺឧបាបាទដល់ពេលយើងហៅបងស្រីគឺប្រើពាក្យអននីបាទអននីអញ្ចឹងយើងហៅបងស្រីគឺប្រើពាក្យអននីប៉ុន្តែក្នុងករណីបើក្នុងករណីបើខាងប្រុសបាទអញ្ចឹងខាងប្រុសនេះបើគាត់មានប្អូនស្រីគឺប្រើពាក្យយ៉ដុងសេងបាទបើសិនមានប្រុសគឺប្រើពាក្យណាំដុងសេងបាទអញ្ចឹងគឺខាងស្រីបើសិនណាជាកូនស្រីបាទមានបងស្រីគឺប្រើពាក្យយ៉ដុងសេងហើយនឹងណាំធុងសេងដូចគ្នាបាទប៉ុន្តែបើសិនណាជាប្រុសគាត់មានប្រពន្ធអញ្ចឹងប្រើពាក្យអាណែគឺប្រពន្ធបាទអញ្ចឹងខាងស្រីបើគាត់មានប្តីគឺប្រើពាក្យណាំភျុនបាទណាំភျុនគឺបកថាប្តីហើយដល់ពេលអាណែគឺប្រពន្ធបាទហើយដល់ពេលបើសិនណាមានកូនគឺកូនប្រុសគឺប្រើពាក្យអាទិលបាទអាទិលហើយកូនស្រីប្រើពាក្យតាល់បាទហ្នឹងហើយអញ្ចឹងបើបងប្អូនប្រុសតទេហ្មងបើបងប្អូនប្រុសហ្មងគឺប្រើពាក្យហៀងចែបើបងប្អូនស្រីប្រើពាក្យចាម៉ែបាទបើបងប្អូនទាំងប្រុសមានប្រុសមានស្រីគឺប្រើពាក្យណាំម៉ែបាទអញ្ចឹងណាំម៉ែអញ្ចឹងគឺពាក្យក្រោមនេះគឺជាពាក្យបន្ថែមគឺពាក្យ pizza គឺ pizza របស់យើង bibimbap នេះគឺម្ហូបកូរ៉េបាទអញ្ចឹងយើងនឹងលម្អិតបន្ថែមទៀតនៅពេលក្រោយអញ្ចឹងពាក្យម៉ាដាំងនេះគឺមានន័យថាទីធ្លាមុខផ្ទះឬមួយក្រោយផ្ទះរបស់យើងអញ្ចឹងណាដល់ពេលពាក្យឆាំងមុននេះគឺបង្អួចបាទតាក់តាអញ្ចឹងតាក់តានេះគឺជូតបាទអញ្ចឹងយើងជូតឬមួយក៏បាទគឺបកថាជូតតែម្ដងហ្នឹងហើយអញ្ចឹងពាក្យទី2នេះគឺតកតងជាមួយនឹងOVE អញ្ចឹងយើងតកតងជាមួយនឹង Vemoa សងខ្យកបាទយើងតកតងជាមួយនឹងរូបរាងខាងក្រៅជាមួយនឹងអត្តចរិតរបស់យើងបាទហ្នឹងអញ្ចឹងពាក្យនេះល្អដែរអញ្ចឹងកូរ៉េគេចូលចិត្តប្រើអញ្ចឹងដូចយើងមើលពាក្យឡើយនេះគឺ Yepuda គេចង់បញ្ជាក់ថាអូស្អាតណាស់អញ្ចឹងដល់ពេល Mosita នេះគឺសង្ហាបាទមានន័យថាសង្ហាអញ្ចឹងទៅស្លៀកពាក់សង្ហាអញ្ចឹងទៅ Yepuda ពេលច្រើនប្រើជាមួយនឹងស្រីដល់ពេលពាក្យ Kyopta អញ្ចឹងកូនក្មេងបែបលក្ខណៈ cute អីចឹងទៅដល់ពេលពាក្យ Chalsenkida គឺមានន័យថាសង្ហាបាទមានន័យថា handsome បាទសង្ហាដល់ពេលពាក្យ Kika Kuda អញ្ចឹងមានន័យថាគាត់មានកម្ពស់ខ្ពស់អញ្ចឹងដូចគេដាក់កីឡាករបាល់បោះអីចឹងទៅហ្នឹងហើយចាំពេល Kika Chakta ដែលកូនក្មេងអូមានកម្ពស់ទាបអីចឹងទៅ
Morica Kilta សក់វែងបាទ Morica Chalta សក់ខ្លីបាទចិត្តសពាក្យផ្ទុយគ្នាអញ្ចឹងណាបាទអញ្ចឹងចេះពាក្យហ្នឹងល្អមួយប្រទៀត Chemita បាទគឺអូសបាយអញ្ចឹងទៅណៃគួរចាប់អារម្មណ៍អញ្ចឹងទៅដល់ពេលពាក្យ Chinchol Hada Chinchol Hada មានន័យថាគាត់ចិត្តល្អបាទ Chinchol Hada ចិត្តល្អដូចឃើញយាយចាស់មកអញ្ចឹងទៅយើងបោះមានន័យយើងលះបង់កន្លែងរបស់យើងគាត់អង្គុយយើងទៅណាតែដល់ពេលពាក្យមួយទៀត Chakada គឺចិត្តល្អអញ្ចឹងណាហ្នឹងអញ្ចឹងភ្លៀងមានភ្លៀងមកយើងទូឆាត់2នាក់អញ្ចឹងទៅបាទអញ្ចឹងពាក្យមួយទៀតគឺ Pujiron Hada គឺ Pujiron Hada ឧស្សាហ៍ព្យាយាមបាទពេលពាក្យមួយទៀត Falbal Hada អញ្ចឹង Falbal Hada នេះក៏ពាក្យប្រឡងចេញច្រើនដែរមានន័យថាសកម្មហើយគឺគាត់រស់រវើកហ្មងដល់ពេលពាក្យមួយទៀតគឺAmjon Hada អញ្ចឹងមានន័យថាស្ងប់ស្ងាត់បែបលក្ខណៈគាត់មនុស្សស្ងប់ស្ងាត់អញ្ចឹងទៅពាក្យមួយទៀតគឺពាក្យទុក Hada គឺគាត់ឆ្លាតបាទឆ្លាតឆ្លៀសវៃអញ្ចឹងទៅបាទមួយទៀតគឺ Songkyoki Kupada Songkyoki Kupada អញ្ចឹងមានន័យថាគឺអត្តចរិតមានអត្តចរិតរបស់គាត់គឺគាត់ដូចថាបញ្ញាបញ្ញាលគឺលក្ខណៈបែបរស់រវើកបញ្ញាបញ្ញាលមកអញ្ចឹងណាបាទហ្នឹងហើយបាទអញ្ចឹងតកតូនជាមួយអត្តចរិតហើយជាមួយនឹងបាទរូបរាងខាងក្រៅនេះបើសិនណាយើងចេះល្អដោយសារតែកូរ៉េគឺនិយមប្រើមែនទែនបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានហើយសង្ឃឹមថាអ្នកនរគ្នានឹងបានទទួលចំណេះដឹងពីវីដេអូមួយនេះផងដែរបាទហ្នឹងហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងបាទហ្នឹងហើយអរគុណច្រើន